ធ្លាប់តែដើរលេងសមុទ្រនៅប្រទេសខ្មែរលើកនេះមកដើរលេងសមុទ្រនៅប្រទេសវៀតណាមម្ដងនិយាយលេងសើចណាគ្រាន់ចូលលេងសមុទ្រក៏ត្រូវបង់លុយដែរបងប្អូនទាំងអស់គ្នាហើយសំខាន់ណាខ្ញុំឃើញមនុស្សទៅលេងច្រើនមែនតើនេះខ្ញុំនិយាយអារម្មណ៍ខ្ញុំជាក់ស្ដែងណាបងប្អូនបើខុសកន្លែងណាសូមកុំប្រកែកប្រកាន់មានអារម្មណ៍ថាសមុទ្រនៅនឹងទូចមែនតើប៉ុន្តែហេតុអីបានជាមនុស្សទៅលេងច្រើនមិនខ្ញុំដំបូងស្មានតែភ្ញៀវទេសចរពីប្រទេសគេមកបងប្អូនតែសិតតែជនជាតិវៀតណាមមកលេងផ្ទាល់តែម្ដងបងប្អូនអូច្រើនមែនតើបើជាក់ស្ដែងហ្មងខ្ញុំមិនមែនថាលើកប្រៀបធៀបអីទេបងប្អូនសមុទ្រយើងស្អាតជាងបងប្អូនដល់គ្នាកុំភ្លេចទៅលេងសមុទ្រនៅខ្មែរយើងទាំងអស់គ្នាណាដើម្បីឲ្យបងដែលគាត់ដួកនៅនឹងគឺគាត់មានចំណូលខាងណាពេលដែលយើងនាំគ្នាទៅលេងសមុទ្រយើងច្រើនណាគាត់ថាសេដ្ឋកិច្ចយើងគឺកាន់តែឡើងមកកម្រិតទៀតបើសួរថាដើរលេងនេះគឺសប្បាយអត់បងប្អូននិយាយរួមទៅសប្បាយដែរដោយសារតែពេលដែលយើងឃើញមនុស្សច្រើនណាបងប្អូនទាំងយើងទាំងគេគឺដឹងមិនទេគឺមានអារម្មណ៍ថាសប្បាយពេលហ្នឹងតែម្ដងជឿអត់បើសិនជាយើងទៅកន្លែងណាមួយទោះបីកន្លែងហ្នឹងស្អាតមិនក៏ដោយពេលដែលអត់សូវមានមនុស្សបងប្អូនវាមានអារម្មណ៍មួយរៀងសោះក៏ក្រឹងសម្រាប់មនុស្សដែលចូលចិត្តមនុស្សច្រើនដូចខ្ញុំហ្នឹងខ្ញុំចូលចិត្តមនុស្សច្រើនណាបងប្អូនតាណាក៏ដោយឲ្យតែមានមនុស្សច្រើនគឺខ្ញុំមានអារម្មណ៍ថាសប្បាយសំខាន់ថ្ងៃនេះគឺបានមកដើរលេងជាមួយនឹងម៉ាក់អន្ទងជូនម៉ាក់អន្ទងមកលេងអញ្ចឹងណាបងប្អូនគាត់ចង់ចូលសំខាន់ពួកខ្ញុំបានជិះម៉ូតូចូលទៀតណាបងប្អូនតែប៉ុន្តែខ្ញុំអ្នកព្រំដែនណាបងប្អូនផ្ទះខ្ញុំនៅជិតព្រំដែនវៀតណាមអញ្ចឹងខ្ញុំអាសាចេញចូលលេងអីអញ្ចឹងណាបងប្អូនហើយវាយវ៉ាន់គេអីលក់រៀងធូរថ្លៃដែរអញ្ចឹងណាបងប្អូនសូម្បីតែយើងចូលមកលេងកន្លែងសមុទ្រហ្នឹងពីមុនគឺអត់មានការបង់លុយទេបងប្អូនតែខ្ញុំមកលើកនេះគឺមានការបង់លុយអញ្ចឹងណាបងក៏មិនច្រើនដែរបងប្អូនដូចជា2-3ពាន់លុយខ្មែរពេលហ្នឹងខ្ញុំអត់សូវច្បាស់ហ្មងទេនិយាយរួមទៅទុកថាអត់ច្បាស់ខ្ញុំអត់ហ៊ាននិយាយណាបងប្អូនដឹងតែថារៀងធូរថ្លៃដែរតែអត់ដឹងថាម៉ាណាពេលហ្នឹងបានឃើញខមមិនមួយបងប្អូនសួរថាពេលដែលចង់ចូលវៀតណាមយកម៉ូតូចូលយើងត្រូវធ្វើម៉េចខ្ញុំគ្រាន់តែខ្ញុំវាយប៉ាសពតបងប្អូនភាគច្រើនលើកមុនខ្ញុំចូលតាមតាក់សញ្ញាណប័ណ្ណតែលើកនេះដោយសារតែម៉ាក់អន្ទងមកគាត់មានអញ្ចឹងខ្ញុំវាយចូលប៉ាសពតមួយគ្នាហ្មងទៅបើតាមតាក់សញ្ញាណប័ណ្ណវាលឿនជាងអញ្ចឹងយើងគ្រាន់តែជិះម៉ូតូនិយាយច្រើនដែរបងប្អូនខ្ញុំគ្រាន់តែចង់ណែនាំឲ្យបងប្អូនទាំងគ្នាទៅលេងសមុទ្រយើងឲ្យបានច្រើនខ្ញុំដើរលេងនៅប្រទេសវៀតណាមហ្នឹងបងប្អូនប្រទេសខ្មែរយើងក៏ខ្ញុំដើរលេងច្រើនដែរបងប្អូនគឺដើរលេងច្រើនកន្លែងមែនតើចេះតែថតឲ្យបងប្អូនមើលឲ្យមានអីថ្មីខ្លះបើសិនជាខ្ញុំនិយាយនៅក្នុងវីដេអូហ្នឹងខុសឆ្គងកន្លែងណាសូមអធិស្ឋានអភ័យទោសផងណាបងប្អូនអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការស្រឡាញ់ចូលចិត្តខ្ញុំរីកខមមិនថងនិយាយថងបងប្អូនដោយសារតែសមុទ្រនៅខ្មែរយើងស្អាតជាងមែនអញ្ចឹងគឺខ្ញុំត្រូវតែនិយាយពាក្យប៉ិតទេណាបងប្អូនកុំប្រកែកប្រកាន់ណា